ពុទ្ធោព្រះអើយនេះជាកម្មផលមែនទេបាងកកកំពុងតែជ្រួចច្បល់នឹងអគិភ័យលេបត្របាក់សាលារៀនមួយកន្លែងនឹងផ្ទះសម្បែងប្រជាពលរដ្ឋនៅប្រទេសថៃក្រោយយុទ្ធថៃធ្លាប់បាញ់ផ្លោងលើសាលារៀនកម្ពុជាផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរនានាខ្ទេចខ្ទីភ្លើងឆេះកាលពីសង្គ្រាមវាយជាមួយកម្ពុជា20ថ្ងៃតង់ទី2ឥឡូវនេះផលនៃបាបដែលថៃឈ្លានពានទឹកដីខ្មែរបាញ់ប្រហារសាលារៀនខ្ទេចខ្ទីជាហោហាយឥឡូវឃើញជាក់ស្ដែងតែម្ដងជឿមិនជឿពាក់ព័ន្ធទៅនឹងការធ្វើបាបរបស់ថៃ Goes around come around ត្រូវអត់ប្រិយមិត្តគេប្រើភាសាអង់គ្លេស go around come around ធ្វើអីបាននឹងធ្វើបាបបានបាបធ្វើបុណ្យបានបុណ្យថៃបាញ់ផ្លោកដាក់សាលារៀនខ្មែរផ្ទះសម្បែងឆេះខ្ទេចខ្ទីផ្ទះសម្បែងមួយចំនួនឥឡូវជាក់ស្ដែងអ្នកដើមឆ្នាំ2026ដែលខ្ញុំនឹងជម្រាបនៅក្នុងវីដេអូមួយនេះនាយប់ថ្ងៃទី19មករា2026ម៉ោង 8:57 នាទីទៅហើយប្រិយមិត្តកំពុងតែធ្វើអ្វីដែរដំណឹងដកក្តៅនៅប្រទេសថៃនោះមានករណីឧបទ្ទហេតុឆាបឆេះចិត្តសាលាបានមកផ្លូវ highway សង្កាត់ប្រវេតទីក្រុងបាងកកប្រទេសថៃតែម្ដងចំថ្ងៃនឹងបាទ19មករាហើយពុំទាន់មានរបាយការណ៍អំពីចំនួនអ្នកស្លាប់របួសក៏ដូចជាការខូចខាតទ្រព្យសម្បត្តិនៅឡើយនោះទេមន្ត្រីពលរដ្ឋអគ្គិភ័យខាងថៃកំពុងតែបង្លឿនជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ជាទីបំផុតបាទចេញពីមួយវគ្គទៅមួយវគ្គអីគេមិញនឹងឯងប្រិយមិត្តម៉ោងប្រហែលជាប្រមាណនោះ6 7អីនោះគឺហេតុការណ៍អគ្គិភ័យបានឆាបឆេះសន្ធោសន្ធៅខ្មួខ្មាញ់បាញ់ផ្សែងលើទៅលើឃើញទេកើតឡើងនៅយប់ថ្ងៃច័ន្ទ19មករានេះតែម្ដងដោយបណ្ដាលឲ្យខូចខាតផ្ទះសម្បែងចំនួន3ខ្នងនិងធ្វើឲ្យបរិសុទ្ធជាម្ចាស់ផ្ទះជនជាតិថៃរងរបួសរលាកស្បែកដោយសាររងើកភ្លើងជាទម្ងន់និងកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យព្យាបាលនៅស្រុកមួយនៅប្រទេសថៃចំណែកមូលហេតុនៃអគ្គិភ័យមិនទាន់មានការបញ្ជាក់នៅឡើយនោះទេដោយសារមន្ត្រីពលរដ្ឋអគ្គិភ័យថៃកំពុងតែពលឿននៅក្នុងការពលរដ្ឋបាទមានជាហោហែនឹងប៉ុន្តែខ្ញុំជឿផ្សាយប្រិយមិត្តឲ្យប្រហែលថ្ងៃចុងក្រោយនេះឃើញតែពេកក៏ប៉ុន្តែដល់ពេលឃើញផោះតាងជាក់ស្ដែងដែលថៃវាយកំទេចផ្ទះសម្បែងសាលារៀនប្រជាពលរដ្ឋកម្ពុជាដល់ពេលអញ្ចឹងឃើញទៅក៏នឹកឃើញទៅដល់រឿងហ្នឹងក៏លើកយកមកនិយាយទៅបាទ go around come around ណោះឥឡូវសូមនិយាយបន្តិចទៅចោះចំពោះអតីតកាលដែលថៃបានធ្វើបាបប្រជាជនខ្មែរសាលារៀនខ្មែរការរំលឹកឡើងវិញនៅសោកនាដកម្មលើសាលារៀននៅកម្ពុជាបាទដែលជា cause and effect ដែលថៃបង្កឡើងស្របពេលដែលហេតុការណ៍នេះកំពុងតែកើតឡើងមហាជនជាច្រើនបានធ្វើការប្រៀបធៀបនិងរំលឹកទៅដល់ព្រឹត្តិការណ៍ដ៏ខ្លោចផ្សាកាលពីខែធ្នូ2025កន្លងទៅដែលបង្កឡើងដោយសកម្មភាពយោធារបស់ប្រទេសថៃមកលើទឹកដីកម្ពុជាចំណុចសំខាន់ដែលត្រូវបានលើកយកមកពិចារណាមានដូចជាបាទការវាយប្រហារដោយចេតនាលើវិស័យអប់រំកាលពីខែធ្នូ2025យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 បោះពុយយ៉ាងលឿននិងកាំភ្លើងធំប្រភេទ155មីលីម៉ែត្របាញ់ស្រោចមកលើទីតាំងតំបន់ស៊ីវិលក្នុងប្រទេសកម្ពុជាដែលបណ្ដាលឲ្យសាលារៀនបឋមសិក្សាវត្តខ្វាវនិងស្វាយជ្រុំរងការខូចខាតយ៉ាងធ្ងន់ធ្ងរបាទមានសាលារៀនដទៃផ្សេងទៀតក៏ប៉ុន្តែយើងនិយាយត្រួសទៅចោះផលប៉ះពាល់ទៅលើកុមារនិងសិស្សានុសិស្សខុសពីឧបទ្ទហេតុអគ្គិភ័យដែលជាគ្រោះថ្នាក់ចៃដន្យយោធាថៃបានធ្វើឲ្យសិស្សានុសិស្សកម្ពុជាជាង 322000 នាក់ត្រូវខកខានការសិក្សារៀនសូត្រនិងរស់នៅក្នុងភាពភ័យខ្លាចតាមលេនដ្ឋានគណៈសាលារៀនជាង 1311 ខ្នងត្រូវបានបិទទ្វារជាបណ្ដោះអាសន្នបាទតួលេខនេះអាចខុសឬក៏យ៉ាងណាជួយកែផងប្រិមិត្តអាចនឹងបន្ថែមទៀតដទៃផ្សេងទៀតណាទស្សនវិជ្ជាមនុស្សធម៌និងយុត្តិធម៌វិញហេតុការណ៍អគ្គិភ័យនៅទីក្រុងបាងកកនាពេលថ្មីនេះបានធ្វើឲ្យមតិសាធារណៈរំលេចនៅទស្សនៈបែបកម្មផលបាទ cause and effect ដោយលើកឡើងថាខណៈដែលពលរដ្ឋថៃកំពុងតែភ័យស្លន់ស្លោនិងគ្រោះអគ្គិភ័យក្បែរសាលារៀនកាលពីខែមុនកុមារកម្ពុជាឯណោះក៏បានរងទុក្ខវេទនាខ្លាំងជាងនេះរាប់រយដងដោយសារការវាយប្រហារដោយអាវុធធន់ធ្ងន់របស់យោធាថៃនេះជាអ្វីដែលខ្ញុំរៀបរាប់ត្រួសចំពោះបាបដែលថៃបានសាងកាលពីកន្លងទៅថ្មីនេះឯងបាទបាញ់សាលារៀនផ្ទះសម្បែងប្រជាពលរដ្ឋឥឡូវនេះឧបទ្ទហេតុកើតឡើងជាហូរហែប៉ះពៀទៅដល់ផ្ទះសម្បែងប្រជាពលរដ្ឋថៃខ្លួនឯងអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅហើយឆេះទៅលើសាលារៀនប្រទេសថៃថែមទៀតអានោះដល់ពេលយើងឃើញសាលារៀនខាងថៃបាទត្រូវភ្លើងឆេះអញ្ចឹងយើងនឹកឃើញទៅដល់អូនកុមារីគ្នាផិតភ័យទៅនឹងក្របផ្លោងរបស់ថៃបាទ F-16 បោះពុយបាទនៅខាងបាណន់បាត់ដំបងអីនោះយើងឃើញឯការនងប្រិយមិត្តរំលឹកទៅអតីតកាលបន្តិចទៅយើងនឹងនឹកសម័យឃើញហើយបាទ
ចឹងទេឆ្នាំ2026នេះខ្ញុំគិតថាប្រទេសថៃនឹងជួបគ្រោះផ្ទួនគ្នាជាបន្តដើមឆ្នាំរហូតទៅដល់កណ្ដាលឆ្នាំចុងឆ្នាំ2026ប្រទេសថៃនឹងជួបរឿងឧបទ្ទហេតុនឹកស្មានមិនដល់នោះទេបាទអាចនឹងមានការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលបោះឆ្នោតហើយក៏ថាបានអានោះគឺប្រទេសថៃអាចនឹងមានការធ្វើបាតុកម្មពីសំណាក់យុវជនថៃក៏ថាបានដែរអញ្ចឹងទេតែនេះជាសញ្ញាមួយដែលចង់ប្រមានទៅកាន់ស្ដេចថៃមហាវជ្ជរាលង្កនថាជាឆ្នាំសើចធំឬក៏ជាឆ្នាំអន្តរាយសម្រាប់ប្រទេសថៃបាទក្សត្រថៃយោធាថៃឬក៏យ៉ាងណាប្រិយមិត្តបាទយើងមើលទៅរថភ្លើងសង្កត់សង្កិនដោយសារបាក់ដងសន្ទូចសម្រាប់ប្រជាពលរដ្ឋថៃ32អ្នកអាហ្នឹងគឺតួលេខដែលជារបាយការណ៍បាទឥឡូវអត់ដឹងថាប្រមាណនោះទេក៏ប៉ុន្តែប្រជាពលរដ្ឋស្លាប់រហូតទៅដល់ប៉ុណ្ណឹងបាទហើយប្រជាជនរងរបួស80នាក់អាហ្នឹងគឺមកករណីហើយករណីដទៃផ្សេងទៀតមានជាហោហែខ្ញុំខ្ជិលរួមបញ្ចូលបាទគ្រាន់តែដឹងថានេះគ្រាន់តែជាខែមករានៃការចាប់ផ្ដើមហ្គេមដែលថៃបានសាងបាបនោះមកលើប្រជាជនប្រទេសកម្ពុជាប្លន់យកទឹកដីទ្រព្យសម្បត្តិរបស់គេអានោះគឺសណ្ដានចោលប្រទេសថៃបាទគ្មានវប្បធម៌ការកសាងប្រាសាទជារបស់ខ្លួនអីនោះទេតាំងពីដើមទីខ្លួនជាបញ្ញាក្អែកមកជ្រឹកក្រោមដីរបស់គេដល់ពេលអញ្ចឹងបះបោដាច់ទឹកដីពីកម្ពុជាយើងមើលពីប្រវត្តិសាស្ត្រកាលពីមុនយើងដឹងណាថាប្រទេសថៃមកពីភាគខាងត្បូងប្រទេសចិនបាទធ្វើដំណើរមកជ្រកកោនសូមទីតាំងរស់នៅអាស្រ័យសិទ្ធិជ្រកកោនអញ្ចឹងទៅពីបាទសត្វកម្ពុជារបស់យើងទ្រង់មានគេថាទស្សពិតរាជធម៌ឬក៏ទឹកចិត្តបតីនៅក្នុងការសង្គ្រោះក៏ឲ្យទីតាំងខ្លះឲ្យថៃជ្រកកោនអញ្ចឹងណាដល់ពេលអញ្ចឹងថៃវាជាមនុស្សសណ្ដានចោលបាទអត់ចេះសងគុណគេរមិលគុណគេប្លន់លួចយកទឹកដីរបស់គេកលៃប្រវត្តិសាស្ត្របង្វក់យុវជនប្រជាពលរដ្ឋថៃទៅទៀតបាទអញ្ចឹងបានខ្ញុំតែងតែនិយាយថាពួកអាកង្កែបខ្នងដូងហើយព័ត៌មានថៃចេះតែផ្សាយហើយបាទពីវាពីការប្រឡប់ស្ថានភាពប្រឡប់ពួកប្រជាជនថៃឲ្យវង្វេងវង្វាន់ចំពោះរឿងប្រវត្តិសាស្ត្របាទនេះគឺជាដំណឹងនាថ្ងៃនេះប្រិយមិត្តចេះតែនិយាយហូបាទហូមកដល់ណានៃហ្នឹងគឺគ្រាន់តែចង់ប្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថាយើងចិត្តល្អជាមួយសៀមជាមួយថៃនេះបាទក៏ប៉ុន្តែទង្វើរបស់យើងអត់បានផលអីមកវិញតាមរយៈការសងគុណពីសំណាក់ចៅសៀមចង្រៃនឹងអត់មានទេបាទមានតែវាប្លន់យកទឹកដីបន្ថែមទៀតទីតាំងណាខ្លះដែលថៃកាន់កាប់បានធ្វើលេនដ្ឋានធ្វើនេះធ្វើនោះដាក់រូបបដិមាបាទជំនួសព្រះវិស្ណុចឹងទៅមកកន្លែងទៅហើយដតីផ្សេងទៀតគឺដាក់ឲ្យចងទង់ជនជាតិថៃបាទខ្លាចគេមិនដឹងថាជារបស់ថៃតាមពិតគ្មានពីណាគេទទួលស្គាល់ទេគេទទួលស្គាល់ចំពោះសន្ធិសញ្ញាបារាំងសៀមឆ្នាំ1907ក៏ប៉ុន្តែថៃធ្វើចងដើម្បីអីគេថាធ្វើឲ្យវាคล้ายទៅជាការពិតជាក់ស្ដែងអញ្ចឹងណាចេះដាក់ទង់ជនជាតិថៃកសាងនេះកសាងនោះឲ្យប្រជាពលរដ្ឋមករស់នៅជាធម្មតាអញ្ចឹងទៅអាហ្នឹងគឺថៃមានថាធ្វើឲ្យទីតាំងនោះคล้ายទៅជាការពិតជាក់ស្ដែងបែបគេថាមិនទទួលស្គាល់ជាអន្តរជាតិក៏ប៉ុន្តែថាឲ្យប្រជាជនរស់នៅអញ្ចឹងទៅដើម្បីអីគេដើម្បីបខំឲ្យកម្ពុជានេះយល់ព្រមចុះហត្ថលេខាអញ្ចឹងណាខ្ញុំស្មានបាទចុះប្រិយមិត្តយល់យ៉ាងណាដែរចំពោះថៃដែលកសាងនេះកសាងនោះដើម្បីអីបាទ